ត្រីប្រមាណជា 80% គឺនឹងបាត់បង់ផលិតភាពការងារ work productivity របស់គាត់ដោយសារតែការឈឺចាប់ពេលមរដូវបើសិនជាកន្លែងការងារឬក៏នយោជកគាត់ដោះស្រាយបញ្ហាហ្នឹងដែលអាចអនុញ្ញាតឲ្យស្ត្រីហ្នឹងគាត់អាចឈប់សម្រាកនៅកន្លងពេលដែលគាត់មករដូវហ្នឹងនឹងអាចបង្កើនផលិតភាពការងាររហូតដល់ទៅ 15% ថាគួរតែឲ្យគាត់ឈប់សម្រាក1ម៉ោង2ម៉ោងឬក៏រហូតដល់ទៅ1ថ្ងៃទទួលបានប្រាក់កម្រៃអត់ទោះបីជាគាត់ពិបាកនៅក្នុងកន្លងពេលមករដូវឈឺចុកពោះឬក៏អត់សំណុកក្នុងខ្លួនមិនក៏ដោយគាត់នៅតែព្យាយាមទៅធ្វើការសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះមីម៉ូលីកាខ្ញុំក៏ជាអ្នកស្រាវជ្រាវវ័យក្មេងមួយនៅក្នុងអង្គការវេទិកាអនាគតនៅក្នុង program IPF Plus ដែរប៉ុន្តែមុននឹងឈានទៅដល់និយាយបកស្រាយអំពីគោលនយោបាយដែលខ្ញុំនឹងស្នើសុំឡើងនោះខ្ញុំសូមសួរអ្នកទាំងអស់គ្នាសិនថាតើអ្នកទាំងអស់គ្នានៅទីនេះមានប្រមាណអ្នកដែលគាត់ដឹងពីការឈប់សម្រាកពេលមរដូវអាចសូមលើកដៃបានអត់ឬក៏ធ្លាប់ឮពីការឈប់សម្រាកនេះពីមុនមកអត់ឃើញថាគ្នាយើងភាគច្រើនគឺគាត់អត់សូវដឹងពីច្បាប់មួយនេះទេហើយប្រកាសជាអ្នកនរគ្នាប្រហែលជាអត់ដឹងថាប្រទេសមួយណាដែលជាប្រទេសដំបូងគេមកអស់ដែលគេអនុម័តឲ្យមានច្បាប់ឈប់សម្រាកពេលមរដូវនៅកន្លែងការងារច្បាប់នេះត្រូវបានព្រួយផ្ដើមឡើងដំបូងគេបង្អស់ដោយសហភាពសូវៀតនៅក្នុងឆ្នាំ1922ដែលពេលនោះគឺបង្កើតឡើងដោយសារតែសហជីពនៅប្រទេសរុស្ស៊ីហ្នឹងគឺគាត់ស្នើសុំឡើងឲ្យមានច្បាប់មួយគាំពៀសុខុមាលភាពស្ត្រីនៅពេលដែលមរដូវហើយខ្ញុំគិតថាឆ្នាំនោះដែរក៏ជាឆ្នាំដំបូងឡើយនៃការបដិវត្តន៍នៃគេហៅថាស្ត្រីលទ្ធិស្ត្រីនិយមក្នុងការប្រអរដ្ឋាយសិទ្ធិស្ត្រីជាចម្បងនៅក្នុងច្បាប់ការងារប៉ុន្តែសោកស្ដាយដែរនៅសហភាពរុស្ស៊ីគាត់ជាអ្នកប្រាប់ព្រួយផ្ដើមមុនគេហើយអនុម័តនៅក្នុងច្បាប់ការងារមែនប៉ុន្តែ5ឆ្នាំក្រោយមកច្បាប់នេះត្រូវបានរំលាយវិញដោយសារតែស្ថានភាពសេដ្ឋកិច្ចក៏ដូចជានយោបាយនៅក្នុងប្រទេសរុស្ស៊ីអត់អំណោយផលនៅក្នុងការអនុវត្តច្បាប់ហ្នឹងបន្ទាប់មកគឺយើងឃើញប្រទេសជប៉ុនចាប់ផ្ដើមយកគំរូតាមសហភាពរុស្ស៊ីហើយបានអនុម័តច្បាប់នេះជាផ្លូវការនៅក្នុងច្បាប់ការងាររបស់គាត់នៅក្នុងឆ្នាំ1947ហើយត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះហើយក្រោយមកក៏មានប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងក៏គាត់យកគំរូតាមប្រទេសជប៉ុនដែរក្នុងមានកូរ៉េខាងត្បូងមានប្រទេសតៃវ៉ាន់ឥណ្ឌូនេស៊ីហើយថ្មីនេះមានវៀតណាមក៏ដូចជាប្រទេសឥណ្ឌាផងដែរប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងខ្ញុំជឿជាក់ថាប្រហែលជាមានបងប្អូនជាច្រើនដែលគាត់អត់ទាន់ដឹងថាមានច្បាប់នេះនៅឡើយទេចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យមានការដាក់បញ្ចូលការឈប់សម្រាករយៈពេល1ម៉ោងនៅពេលមរដូវនៅក្នុងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែមុននឹងឈានចូលដល់ការបកស្រាយហេតុអីបានខ្ញុំចង់ឲ្យមានច្បាប់ហ្នឹងចង់និយាយបន្តិចថាអីទៅដែលហៅថាការមរដូវគឺជាដំណើរការវិវត្តធម្មជាតិនៃរូបរាងកាយរបស់ស្ត្រីដែលគាត់មានការធ្លាក់ឈាមទៅតាមទ្វារមាសប្រហែលជាចន្លោះពី2ទៅ5ថ្ងៃជារៀងរាល់ខែនេះអាស្រ័យទៅលើសុខភាពរបស់គាត់ហើយអ្នកនរគ្នានឹងអត់ស្ត្រីក្នុងមួយឆាកជីវិតរបស់គាត់ពួកគាត់ជួបប្រទះទៅនឹងការមរដូវប្រហែលជា400ដងហើយនៅពេលដែលគាត់មករដូវម្ដងគឺគាត់តែងតែជួបបញ្ហាអត់សំណុកក្នុងខ្លួនជាច្រើនក្នុងនោះអ្នកនរគ្នាឃើញថាបាទបងប្អូនស្ត្រីនៅទីនេះប្រកាសជាគាត់ដឹងហើយមានដូចជាការឈឺក្បាលអស់កម្លាំងលហិតលហៃចុកពោះឬក៏ឈឺចង្កេះហើយមានអារម្មណ៍ថាឡើងចុះតបប្រមល់មួម៉ៅអីជាដើមដែលកត្តាទាំងអស់នេះតែងតែរំខានស្ត្រីជារៀងរាល់ខែហើយអ្នកនរគ្នាសម័យមើលទៅជា400ដងដែលអ្នកនរគ្នាត្រូវជួបប្រទះបញ្ហាទាំងអស់ហ្នឹងហើយក៏ជាការមួយដែលរំខានទៅដល់ការរស់នៅក៏ដូចជាការធ្វើការងារប្រចាំថ្ងៃរបស់យើងដែរមិនថានៅក្នុងយើងឃើញថាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនោះក៏មានប្រទេសកម្ពុជាយើងដែរដែលការនិយាយអំពីការមរដូវនៅតែជាបញ្ហាមួយដែលហាក់បីដូចជាមានបំរាមក៏ដូចជាមានការស្ងៀមស្ងាត់ច្រើនបើតាមអង្គការ UNICEF Cambodia បានឲ្យដឹងថាមានក្មេងស្រីម្នាក់ក៏អាយុ17ឆ្នាំគាត់បានរៀបរាប់ថាឪពុកម្ដាយគាត់ហ្នឹងអត់សូវបានលើកនិយាយអំពីការមរដូវទេដោយសារតែគាត់គាត់ថាឈាមមរដូវហ្នឹងគឺជាឈាមកខ្វក់មិនស្អាត
ហើយមួយទៀតហ្នឹងមានមនុស្សជាច្រើនតែងតែយកច្រឡំថាឈាមរដូវហ្នឹងគឺអាចប្រើប្រាស់នៅក្នុងមន្តអាគមឬក៏មន្តអាគមខ្មៅអីអាក្រក់អត់ល្អជាដើមហើយការទាំងអស់នេះហើយគឺវាជាសមោខ្មៅមួយដែលធ្វើឲ្យយុវជនដែលជាក្មេងស្រីហ្នឹងគាត់ធំឡើងដោយមានផ្នត់គំនិតមួយខ្លាចក្នុងការនិយាយអំពីការឈឺចាប់ពេលមករដូវហើយជាពិសេសនៅពេលដែលគាត់មករដូវជាលើកដំបូងហ្នឹងគាត់អត់ហ៊ានសុំជំនួយពីអ្នកផ្សេងទេដោយសារគាត់គិតថាអាហ្នឹងវាជារឿងមួយដែលខ្មាស់អៀនហើយនៅពេលដែលគាត់ធំឡើងគាត់ចូលទៅក្នុងសង្គមការងារក៏បានពំនាំទៅយកអាហ្នឹងទៅក្នុងសង្គមការងារដូចគ្នាគាត់ក៏អត់ហ៊ាននិយាយប្រាប់មិត្តរួមការងារជាពិសេសមិត្តរួមការងារដែលគាត់ជាបុរសហើយនឹងជាមេរបស់គាត់ដែលគាត់ជាបុរសហ្នឹងក៏គាត់អត់ហ៊ាននិយាយនៅក្នុងកន្លែងការងារដូចគ្នាជាពិសេសទោះបីជាគាត់ពិបាកនៅក្នុងកន្លងពេលមករដូវឈឺចុកពោះឬក៏អត់សំណុកក្នុងខ្លួនមិនក៏ដោយក៏គាត់នៅតែព្យាយាមទៅធ្វើការដោយសារតែគាត់ព្យាយាម avoid អត់និយាយរឿងទាំងអស់ហ្នឹងមានការសិក្សាស្រាវជ្រាវមួយនៅក្នុងប្រទេសអាល្លឺម៉ង់បានរកឃើញថាស្ត្រីប្រមាណជា 80% គឺនឹងបាត់បង់ផលិតភាពការងារ work productivity របស់គាត់ដោយសារតែការឈឺចាប់ពេលមករដូវស្តៀងគ្នានោះដែរមានការស្ទង់មតិមួយជាសកលទៅលើស្ត្រីប្រមាណជា 32,748 នាក់ដែលមានអាយុចន្លោះពី15ដល់45ឆ្នាំបានរកឃើញថាពួកគាត់នៅតែបន្តព្យាយាមទៅធ្វើការទោះបីជាក្នុងស្ថានភាពមួយដែលរាងកាយគាត់ពិបាកមិនសំណុកហើយខ្វះការសម្រាកក៏ដោយហើយជាលទ្ធផលនោះធ្វើឲ្យស្ត្រីនឹងបាត់បង់ផលិតភាពការងាររហូតដល់ 23.2 ថ្ងៃក្នុងមួយឆ្នាំនេះអត់ទាន់បានរាប់បញ្ចូលទៅដល់ផលប៉ះពាល់សេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាទាំងមូលដែរបើសិនជាយើងដឹងហើយថាស្ត្រីគាត់បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការងារវិស័យការងារជាច្រើនហើយបើសិនជាកន្លែងការងារមួយហ្នឹងអត់បានយកចិត្តទុកដាក់ខ្វល់ខ្វាយពីសុខុមាលភាពរបស់គាត់ជារៀងរាល់ខែហើយបាត់បង់ផលិតភាពការងាររហូតដល់23ថ្ងៃតើនឹងទៅជាយ៉ាងណាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមានតែស្ត្រី20%ប៉ុណ្ណោះដែលពួកគាត់ហ៊ាននិយាយប្រាប់ចៅច្បាយនេះរបស់គាត់ដោយត្រង់ថាគាត់នឹងមានការឈឺចាប់ពេលមករដូវដែលជាមូលហេតុដែលពួកគាត់នឹងអាចទៅធ្វើការបានប៉ុន្តែមានការសិក្សាស្រាវជ្រាវជាច្រើននៅតាមបណ្ដាប្រទេសជាច្រើនគាត់បានរកឃើញថាបើសិនជាកន្លែងការងារឬក៏នយោជកគាត់ដោះស្រាយបញ្ហាហ្នឹងដែលអាចអនុញ្ញាតឲ្យស្ត្រីហ្នឹងគាត់អាចឈប់សម្រាកនៅកន្លងពេលដែលគាត់មករដូវហ្នឹងនឹងអាចបង្កើនផលិតភាពការងាររហូតដល់ទៅ 15% នឹងកាត់បន្ថយការអវត្តមានការលាលែងពេលតំណែងហើយនឹងមិនត្រឹមតែជួយimprove សុខុមាលភាពនៅក្នុងកន្លែងការងារឲ្យកាន់តែប្រសើរឡើងទេប៉ុន្តែវាអាចជួយឲ្យក្រុមហ៊ុនហ្នឹងកាន់តែរីកចម្រើនដោយសារតែ UNFPA គាត់បាននិយាយថាបើសិនជាក្រុមហ៊ុនឬក៏នយោជកគាត់បណ្ដាក់ទុនវិនិយោគទៅលើសុខភាពផ្លូវភេទក៏ដូចជាសុខភាពបន្តពូជក្នុងនោះរួមមានដូចជាការមរដូវក៏អាចជួយបង្កើនប្រាក់រាប់ពាន់លានដុល្លារទៅដល់ GDP នៅក្នុងទូទាំងសកលលោកឥឡូវក៏លេចមកមើលនៅក្នុងប្រទេសកម្ពុជាយើងមិញប្រទេសកម្ពុជាយើងនៅក្នុងច្បាប់ការងារយើងមានច្បាប់សម្រាប់មិត្តភាព maternity leave 90ថ្ងៃដែលអាចផ្ដល់ប្រាក់ខែឲ្យស្ត្រីហ្នឹងរហូតដល់ទៅ 50% ប៉ុន្តែយើងក៏មានរបៀបថា sick leave ច្បាប់ឈប់សម្រាកនៅពេលឈឺដែរប៉ុន្តែហេតុអីបានយើងត្រូវការច្បាប់ឈប់សម្រាកពេលមរដូវសម្រាប់បុគ្គលិកជាស្ត្រីទៀតមានអ្នកជំនាញសុខភាពស្ត្រីមានត្រា Kadashi គាត់បាននិយាយថាវាជារឿងមួយដែលអយុត្តិធម៌សម្រាប់បុគ្គលិកដែលគាត់ជាស្ត្រីដោយសារតែជាដឹងហើយថាបុរសគឺគាត់អត់មានកត្តាជីវសាស្ត្រគាត់អត់មានមរដូវក៏ដូចជាអត់មានការឈឺចាប់ពេលមរដូវដូចជាស្ត្រីភេទទេហើយបើសិនជានៅពេលដែលដូចអ្នកនរគ្នាឃើញខាងដើមមុនអញ្ចឹងថាគាត់មានការឈឺចាប់មានការឈឺក្បាលទៅប៉ះពាល់ទៅដល់រូបរាងកាយក៏ដូចជា mentality ក៏ដូចជា physical health របស់គាត់រហូតដល់ទៅ400 ដងក្នុងមួយឆាកជីវិតគាត់ចុះបើសិនជាអត់មានច្បាប់ហ្នឹងចាំន័យថាស្ត្រីគាត់ប្រឈមនឹងការប្រើប្រាស់សិទ្ធិ sick leave ហ្នឹងឈប់សម្រាកនៅពេលដែលគាត់ឈឺហ្នឹងចុះបើសិនជាពេលណាមួយគាត់ឈឺមែនតើរបៀបឲ្យគាត់ត្រូវចៃដន្យនេះត្រូវទៅមន្ទីរពេទ្យឬក៏គាត់ខុនក្តៅផ្ដាសាយឬក៏គាត់ខុនឈាមខុនពោះវៀនអីចឹងត្រូវទៅពេទ្យជាបន្ទាន់អីចឹងហើយគាត់មិនត្រូវការដាក់ច្បាប់យូរវែងចឹង
ចឹងគាត់នឹងអត់មានគេហៅថាច្បាប់ឈប់សម្រាកដែលបានប្រាក់កម្រៃទៀតទេចឹងបើគាត់ឈប់ផ្សេងទៀតគាត់នឹងត្រូវគេកាត់ប្រាក់ខែគាត់ចឹងវាជារឿងមួយដែល unfair សម្រាប់ស្ត្រីនៅក្នុងវិស័យការងារប៉ុន្តែមុននឹងយើងគិតថាតើកម្ពុជាគួរតែអនុវត្តសិទ្ធិនេះចូលទៅក្នុងច្បាប់ការងារកម្ពុជាដែរឬអត់យើងគួរតែពិនិត្យមើលខ្ញុំបានពិនិត្យមើលទៅលើប្រទេសជាច្រើនប៉ុន្តែសូមលើកយកប្រទេស3ធំទី1គឺប្រទេសតៃវ៉ាន់ឥណ្ឌូនេស៊ីហើយនិងប្រទេសវៀតណាមនៅប្រទេសតៃវ៉ាន់គេបានដាក់បញ្ចូលច្បាប់ឈប់សម្រាកកំឡុងពេលមរដូវនៅកន្លែងការងារហ្នឹងនៅក្នុងច្បាប់សិទ្ធិការងារក្រោមសិទ្ធិសមភាព gender ហើយក្នុងនោះដែរលក្ខខណ្ឌនៃការទទួលបានច្បាប់នោះគឺស្ត្រីគាត់អាចមានសិទ្ធិឈប់សម្រាក1ថ្ងៃក្នុង1ខែប៉ុន្តែពួកគាត់អាចទទួលបានប្រាក់កម្រៃរយៈពេលនោះតែគាត់នឹងឈប់រយៈពេល3ថ្ងៃក្នុង1ឆ្នាំបើសិនជាគាត់ឈប់លើសហ្នឹងគឺរបៀបហាមានការ subsidize របៀបហាកាត់ 50% អញ្ចឹងទៅហើយសម្រាប់លក្ខខណ្ឌទទួលបានច្បាប់ហ្នឹងបុគ្គលិកហ្នឹងគឺគាត់អត់ត្រូវបានទាមទារនៅជាដូចជាលិខិតបញ្ជាក់ពីគ្រូពេទ្យថាគាត់ហ្នឹងមករដូវទេគឺគាត់អាចឈប់បានហើយនយោជកគឺគាត់អាចមានសិទ្ធិដេញដោលឬក៏បដិសេធអត់ផ្ដល់សិទ្ធិហ្នឹងទៅដល់នយោជិតជាស្ត្រីទេសម្រាប់ប្រទេសឥណ្ឌូនេស៊ីវិញមានច្បាប់នេះតាំងពីឆ្នាំ2003បើគិតទៅ20ឆ្នាំជាងហើយដែលគាត់ដាក់បញ្ចូលនៅក្នុងច្បាប់ស្ដីពីកម្លាំងពលកម្មហើយគាត់ក្នុងហ្នឹងគាត់បានចែងថាគាត់ឲ្យប្រាក់ឈ្នួលពេញហ្នឹងក្នុងរយៈពេល1ខែអ្វីដែលពិសេសហ្នឹងគាត់និយាយថា24ម៉ឺន50ស្ត្រីទទួលបានការឈប់សម្រាកហ្នឹងរហូតដល់ទៅ24ថ្ងៃក្នុង1ឆ្នាំហ្នឹងដោយទទួលបានប្រាក់កម្រៃហើយប៉ុន្តែចាំបាច់ត្រូវមានផុសតាងប៉ុន្តែក្នុងករណីនេះគួរឲ្យសោកស្ដាយដែរគឺប្រទេសឥណ្ឌូនេស៊ីហ្នឹងគឺរកឃើញថាប្រទេសជាក្រុមហ៊ុនជាច្រើនដែលគាត់អត់បានគោរពទៅតាមលក្ខខណ្ឌច្បាប់មួយនេះទេគឺគាត់បែរជាទាមទារឲ្យមានផុសតាងដូចជាលិខិតបញ្ជាក់ពីគ្រូពេទ្យហើយអ្វីដែលអាក្រក់ជាងនឹងទៅទៀតនោះគឺគាត់ទាមទារឲ្យមានសម្លេងអនាម័យដែលប្រើប្រាស់រួចទៀតបានគាត់អាចឲ្យច្បាប់នឹងបានហើយកត្តាទាំងអស់ហ្នឹងគឺជាការដែលរើសអើងធ្ងន់ធ្ងរនៅក្នុងវិស័យការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលធ្វើឲ្យស្ត្រីឥណ្ឌូនេស៊ីជាច្រើនទោះបីជាមានច្បាប់ហ្នឹងតាំងពីឆ្នាំ2003ក៏គាត់អត់ហ៊ានប្រើច្បាប់ហ្នឹងដែរចេះហេតុគោលនយោបាយនេះគឺអត់មានប្រសិទ្ធភាពហើយនឹងធ្វើឲ្យមានការរើសអើងលើស្ត្រីហ្នឹងកាន់តែខ្លាំងឡើងក្លែកមកលើប្រទេសវៀតណាមគាត់បានដាក់បញ្ចូលច្បាប់ហ្នឹងនៅក្នុងការងារដែរប៉ុន្តែជាជាងការដាក់បញ្ចូលទៅឲ្យច្បាប់ឈប់សម្រាក1ថ្ងៃពេញឬក៏2ថ្ងៃពេញក្នុងមួយខែគាត់បែរជាឲ្យការសម្រាករយៈពេល30នាទីហើយឲ្យអតិភិបគាត់ហ្នឹង3ដងក្នុងមួយខែរៀងរាល់ពេលដែលគាត់ហ្នឹងមករដូវដោយមិនអត់ទាមទារមានការបញ្ជាក់ពីគ្រូពេទ្យឬក៏អត់មានការផុសតាងអីទេហើយមួយទៀតហ្នឹងប្រទេសវៀតណាមគេមានច្បាប់មួយគឺការពារកម្មនិយោជិតជាស្ត្រីហ្នឹងក្នុងការទទួលបានសិទ្ធិហ្នឹងកាន់តែមានប្រសិទ្ធភាពគឺពួកគាត់ហ្នឹងជំរុញតាមរយៈថាបើសិនជាស្ត្រីហ្នឹងគាត់អត់ចង់ប្រើការឈប់សម្រាក30នាទីហ្នឹងទេគាត់ធ្វើការបន្តទៀតប៉ុន្តែក្រុមហ៊ុនត្រូវតែផ្ដល់ប្រាក់ខែបន្ថែមទៀតដែលគណនាទៅតាមប្រាក់ខែជាខែចែកជាម៉ោងចែកជាកន្លះម៉ោងឲ្យគាត់ដើម្បីឲ្យវាស្មើភាពទៅនឹងកម្លាំងពលកម្មរបស់គាត់ដែលគាត់ខំប្រឹងធ្វើការទោះបីជាគាត់អត់សូវស្រួលខ្លួនយ៉ាងណាក៏ដោយហើយមួយវិញទៀតហ្នឹងអ្វីដែលគួរចាប់អារម្មណ៍ហ្នឹងគឺប្រទេសវៀតណាមគឺនឹងផាកពិន័យក្រុមហ៊ុនណាដែលអត់ឲ្យសិទ្ធិកម្មករឬក៏និយោជិតជាស្ត្រីហ្នឹងឈប់សម្រាកពេលមករដូវហ្នឹងដោយផាកចន្លោះពី$385ដល់ទៅ$770ចឹងដោយសារយើងឃើញប្រទេសឥណ្ឌូនេស៊ីមិញថាមានច្បាប់យូរហើយប៉ុន្តែអត់ទៅមុខហើយយើងគិតមកវិញថាបើសិនជាប្រទេសកម្ពុជាយើងយកច្បាប់ហ្នឹងមកអនុវត្តដែរប៉ុន្តែយើងអាចនឹងប្រឈមនឹងបញ្ហាហ្នឹងស្តៀងនឹងប្រទេសឥណ្ឌូនេស៊ីដូចគ្នាហើយក៏នឹងអាចនឹងស្តៀងនឹងប្រទេសកូរ៉េខាងត្បូងហើយនិងជប៉ុនដែរដោយកូរ៉េខាងត្បូងហ្នឹងការមានច្បាប់ហ្នឹងប៉ុន្តែអ្នកប្រើប្រាស់ច្បាប់ហ្នឹងមានស្ត្រីមានការថយចុះរហូតពី23%នៅឆ្នាំ2013មកនៅត្រឹមតែ19%នៅក្នុងឆ្នាំ2017ដោយសារតែមានការរើសអើងនៅកន្លែងការងារហើយដោយសារតែវប្បធម៌មួយដែលអត់សូវនិយាយបើកចំហពាក់ព័ន្ធជាមួយនឹងការមករដូវទេហើយមេដែលនៅកន្លែងការងារភាគច្រើនគឺគាត់សុទ្ធតែជាបុរសប៉ុន្តែដើម្បីជំរុញអនុវត្តគោលនយោបាយនឹងឲ្យកាន់តែមានប្រសិទ្ធភាពនោះគឺ
ប្រទេសកូរ៉េហ្នឹងគាត់បានធ្វើការបង្កើតមួយគឺការផាកពិន័យដូចគ្នាដែរដែលលើកមុនមានក្រុមហ៊ុនអាកាសចរមួយគាត់បានបដិសេធជាមួយនឹងនយោជិតស្ត្រីហ្នឹងនៅពេលដែលគាត់សុំច្បាប់ឈប់ហ្នឹងនៅកន្លងពេលគាត់មករដូវហ្នឹងដោយផាកលុយប្រហែលជាខ្ទង់$30,000ជាងហើយបន្ទាប់ពីពេលហ្នឹងមកមានករណីហ្នឹងមកឃើញថាស្ត្រីនៅប្រទេសកូរ៉េហ្នឹងគាត់ចាប់ផ្ដើមប្រើប្រាស់ហ៊ានប្រើប្រាស់សិទ្ធិហ្នឹងកើនឡើងជាងមុនប៉ុន្តែប្រទេសជប៉ុនវិញគឺកាន់តែអន់ថយទៅគឺមានការប្រើប្រាស់ក្រោម1%ហើយឃើញថាដោយសារតែការវប្បធម៌ពាក់ព័ន្ធជាមួយនឹងការនិយាយមកពីការមរតកហ្នឹងនៅតែអត់ទាន់មានការផ្លាស់ប្ដូរហើយក៏អត់មានការជំរុញបន្ថែមពី government អញ្ចឹងណាដោយសារតែឥឡូវយើងបើងាកមើលពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជាវិញតើយើងអាចធ្វើអញ្ចឹងបានដែរអត់ប្រទេសកម្ពុជាយើងមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជា520,000សហគ្រាសហើយស្ថាប័នទាំងអស់នោះភាគច្រើនក៏គាត់ពឹងផ្អែកទៅលើកម្លាំងពលកម្មដែលជាស្ត្រីនឹងច្រើនដែរបើសិនជាយើងដាក់ច្បាប់ហ្នឹងអនុម័តឲ្យគាត់ឈប់សម្រាក1ថ្ងៃឬក៏2ថ្ងៃដោយប្រទេសឥណ្ឌូនេស៊ីអីដែរវាអាចនឹងប៉ះពាល់ជួបរឿងដូចប្រទេសឥណ្ឌូនេស៊ីអញ្ចឹងវាអត់ work អញ្ចឹងស្រាប់ខ្ញុំគិតថាបើសិនជាប្រទេសកម្ពុជាយើងអាចឆ្នៃទៅតាមប្រទេសវៀតណាមវិញម្ដងគិតថា30នាទីតិចពេកសម្រាប់ឲ្យពួកគាត់នឹងសម្រាកអញ្ចឹងគិតថាបើសិនជាយើងចំណាយឲ្យគាត់1ម៉ោង3ដងក្នុងមួយខែដែលក្នុងរយៈពេល1ម៉ោងហ្នឹងគាត់អាចទៅបន្ទប់ទឹកផ្លាស់ប្ដូរសម្លេងឬក៏គាត់អាចផឹកថ្នាំអាហារបម្បាត់ការឈឺចាប់សម្រួលអីយ៉ាងបត់ខ្លះខ្ញុំគិតថាវាអាចនឹងជួយសម្រួលរាងកាយរបស់គាត់ឲ្យកាន់តែល្អប្រសើរឲ្យគាត់មានអារម្មណ៍ល្អនៅពេលដែលគាត់ត្រឡប់មកធ្វើការវិញហើយខ្ញុំគិតថាគោលនយោបាយមួយនេះក៏អាចធ្វើទៅរួចដោយសារតែនយោជកដែលជាក្រុមហ៊ុនហ្នឹងក៏គាត់អាចទទួលយកបានដែរដោយសារតែ1ម៉ោងគិតថាវាអត់ធំពេកសម្រាប់ក្រុមហ៊ុនហើយសម្រាប់ស្ត្រីក៏គាត់អាចទទួលបានអត្ថប្រយោជន៍ពីច្បាប់មួយនេះដែរអញ្ចឹងក្រសួងការងារនៅបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈត្រូវតែដាក់បញ្ចូលការឈប់សម្រាក1ម៉ោងនៅក្នុងបទបញ្ញត្តិហើយត្រូវបែងចែកបានច្បាស់លាស់ពីសិទ្ធិរបស់នយោជកនយោជិតនៅក្នុងការអនុវត្តច្បាប់នេះមួយវិញទៀតហ្នឹងដោយសារតែកម្ពុជាយើងនៅក្នុងច្បាប់ការងារយើងនៅមានចន្លោះប្រហោងមួយគឺពាក់ព័ន្ធជាមួយនឹងការគាំពៀសុខុមាលភាពស្ត្រីនៅក្នុងពេលមរដូវអញ្ចឹងយើងត្រូវតែដាក់បញ្ចូលច្បាប់ហ្នឹងចូលទៅក្នុងស្តង់ដារសុវត្ថិភាពការងារហើយនឹងសុវត្ថិភាពនៅកន្លែងការងារហើយដើម្បីឲ្យការអនុវត្តច្បាប់ហ្នឹងមានប្រសិទ្ធភាពរដ្ឋាភិបាលគួរតែជួយចោះទៅត្រួតពិនិត្យតាមដានថាតើក្រុមហ៊ុនទាំងអស់នោះពិតជាបានអនុវត្តទៅតាមគោលការណ៍ដែរឬអត់បើសិនជាក្រុមហ៊ុនទាំងនោះមិនបានអនុវត្តទៅតាមគោលការណ៍ឬក៏បដិសេធមិនអនុវត្តនោះនឹងត្រូវទទួលរងការផាកពិន័យហើយការផាកពិន័យនេះរដ្ឋអាចយកលុយដែលបានមកពីការផាកពិន័យដាក់ចូលនៅក្នុងកញ្ចប់ថវិកាជាតិដើម្បីជួយទៅកែលម្អសេវាគាំពៀសុខុមាលភាពរបស់ស្ត្រីពេលមរដូវដូចជាពង្រឹងទៅលើហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ទឹកស្អាតនិងបង្គន់អនាម័យជាដើមដោយសារយើងដឹងហើយថាពាក់ព័ន្ធជាមួយនឹងទឹកស្អាតយើងនៅមានកម្រិតយើងអត់ទាន់បាន access គ្រប់គ្រាន់ទេហើយភាគច្រើនគឺយើងពឹងទៅលើជំនួយទៅលើអង្គការបរទេសចឹងបើសិនជាមានច្បាប់នឹងឡើងយើងអាចប្រើប្រាស់ច្បាប់ហ្នឹងមិនត្រឹមតែជំរុញបន្ថែមទេគឺជំរុញតាំងពីផលិតភាពការងារសេដ្ឋកិច្ចក៏ដូចជាការអភិវឌ្ឍនៅក្នុងប្រទេសយើងផងដែរទៅលើការគាំពៀសុខុមាលភាពនេះជាចុងក្រោយការមករដូវមិនគួរធ្វើឲ្យស្ត្រីបាត់បង់ប្រាក់ឈ្នួលសេចក្តីថ្លៃថ្នូរឬការរីកចម្រើននៃអាជីពរបស់ខ្លួនទេហើយអរគុណអ្នកនរគ្នាជាច្រើនដែលបានចំណាយពេលវេលានៅថ្ងៃ Valentine Day មកចូលរួមស្ដាប់នៅក្នុងកម្មវិធីបទបង្ហាញគោលនយោបាយនេះចាអរគុណអរគុណបងសម្រាប់ការធ្វើបទបង្ហាញចំពោះ topic នេះខ្ញុំមានសំណួរ clarify មួយតាក់ទងជាមួយនឹងបើសិនជាច្បាប់នៃការសម្រាកពេលមរដូវនឹង implement នៅកម្ពុជាយើងតើ implement នឹងត្រូវ implement ទាំងក្រុមហ៊ុនតូចធំទាំងអស់មែនឬក៏
មាន limitation បានន័យថា only ក្រុមហ៊ុនមួយចំនួនទេហើយមួយទៀតហ្នឹងបងអូនយល់ថាចំណុចមួយដែល concern ហ្នឹងគឺតាក់ទងជាមួយនឹងការ report ដូចឧទាហរណ៍ថាខ្ញុំធ្វើការនៅក្រុមហ៊ុនមួយបន្តមកទៀតកន្លែងក្រុមហ៊ុនហ្នឹងយើងមានច្បាប់ហ្នឹងហើយកម្ពុជាមានហើយច្បាប់ហ្នឹងមាននៅក្រុមហ៊ុនហ្នឹងទៀតប៉ុន្តែមេរបស់ខ្ញុំហ្នឹងគាត់ឲ្យខ្ញុំឈប់សម្រាកតាមច្បាប់យើងដែលអាចថាឈប់សម្រាកនឹងបានទេបន្តមកទៀតខ្ញុំក៏ធ្វើ report ទៅប្រាប់ទៅខាងក្រសួងឬក៏ទៅខាងណាមួយដើម្បីឲ្យគេដឹងថាក្រុមហ៊ុនហ្នឹងអត់បានគោរពនៅច្បាប់ហ្នឹងដើម្បីឲ្យខាងរដ្ឋាភិបាលមកផាកចឹងបានន័យថាពេលរដ្ឋាភិបាលផាកហើយតើវាអាចមានហានិភ័យចំពោះខ្ញុំជាបុគ្គលិកអត់ដែរដែលជាអ្នក report ទៅឲ្យក្រសួងមកផាកក្រុមហ៊ុនហ្នឹងតែយើង secure មិនបានថាក្រោយពីផាកក្រោយពីអីហើយស្ត្រីនៅតែអាចមានការងារធ្វើឬក៏ជាអាចត្រូវប្រឈមនឹងការដេញចេញពីក្រុមហ៊ុនហ្នឹងអត់បងអរគុណច្រើនបងអរគុណច្រើនអូនចំពោះសំណួរពាក់ព័ន្ធជាមួយនឹងការអនុម័តច្បាប់ហ្នឹងវានៅវែងឆ្ងាយទៀតដោយសារនេះវាជាគំនិតវាហៅ propose មួយអញ្ចឹងណាគោលនយោបាយហ្នឹងនៅពេលអនុម័តចាក់ស្ដែងអាចនឹងមានការពិភាក្សាជាច្រើនថាតើគួរតែឲ្យគាត់ឈប់សម្រាក1ម៉ោង2ម៉ោងឬក៏រហូតដល់ទៅ1ថ្ងៃហើយទទួលបានប្រាក់កម្រៃអត់ឬក៏អត់ហ្នឹងគឺត្រូវមានការប្រជុំឬក៏ជជែកដេញដោលជាមួយខាងភាគីពាក់ព័ន្ធជាក្រុមហ៊ុនដូចជាសហជីពអីជាដើមហើយសម្រាប់ការនៅពេលដែលយើងដាក់បញ្ចូលច្បាប់ពាក់ព័ន្ធជាមួយនឹងការឈប់សម្រាកពេលមករដូវហ្នឹងតែយើងដាក់បញ្ចូលនៅក្នុងច្បាប់ការងារហើយមានន័យថាយើង apply ទៅគ្រប់ក្រុមហ៊ុនទាំងអស់ទាំងរដ្ឋនិងឯកជនមិនថាតូចធំឬក៏មធ្យមទេដោយសារមុនហ្នឹងបងនិយាយរឿងខ្នាតទៅខ្នាតមធ្យមហ្នឹងដោយសារតែខ្លាចគាត់អត់មានលទ្ធភាពរបៀបថាឲ្យជាប្រាក់កម្រៃមកថា paid menstrual leave ទោះបីជាគាត់ឈប់មួយថ្ងៃអញ្ចឹងមកថាវារៀងពិបាកសម្រាប់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមដោយសារប្រាក់ចំណូលរបស់គាត់មានកម្រិតដែរហើយចំនួនបុគ្គលិកដែលគាត់ធ្វើការជាមួយប្រហែលជាខ្ទង់20នាក់ចុះក្រោមឬក៏10នាក់ចុះក្រោមអីទេបើសិនជាឧបមាថាក្រុមហ៊ុននឹងមួយមានបុគ្គលិកស្រីរហូតដល់ទៅឧបមាថា 80% ចុះហើយបើសិនជាក្នុងមួយខែមានស្ត្រីដាក់ច្បាប់ច្រើនពេកអាហ្នឹងក៏វាអាចប៉ះពាល់ទៅដល់ចង្វាក់ផលិតកម្មក៏ដូចជាការរកស៊ីរបស់ពួកគាត់ដែរអញ្ចឹងដូច្នេះហើយបានបង propose ឲ្យមានការឈប់សម្រាក1ម៉ោងដែលយើងយកគំរូស្តង់ដារមួយតាមប្រទេសវៀតណាមដែលគេតាមអនុម័តឆ្នាំ2019ហ្នឹងឃើញថានៅអាចធ្វើទៅបានណាមើលទៅអាចទទួលយកបានទាំងសងខាងមិនថាខាងក្រុមហ៊ុនមិនថាខាងស្ត្រីឯងហើយបងគាត់ថាជឿជាក់ថាហ្នឹងគឺជាការចាប់ផ្ដើមបើកទំព័រវត្តសាស្ត្រថ្មីបើសិនជាកម្ពុជាមានការដាក់បញ្ចូលច្បាប់ឈប់សម្រាកនៅមរតកហ្នឹងខាងហ្នឹងក៏ជាការបង្ហាញមួយគឺជាការទំនួលខុសត្រូវមួយរបស់រដ្ឋាភិបាលក្នុងការខ្វល់ពីសុខុមាលភាពរបស់ស្ត្រីគ្រប់រូបដែលគាត់ជាកម្លាំងពលកម្មដ៏ធំមួយមួយទៀតដោយសារតែមិញអូនសួរពាក់ព័ន្ធមួយការ report ចឹងដោយសារតែ system នៅក្នុងក្រសួងការងារបច្ចុប្បន្នបើសិនជាករណីមានចំនួនមានអីមួយសហនយោជកនយោជិតអីជាដើមហ្នឹងគឺគាត់អាចធ្វើការរាយការណ៍ទៅកាន់ក្រសួងតាមរយៈ anonymous message ចឹងណាអត់មានពីណាគេដឹងអត្តសញ្ញាណថាអូនជាពីណាគេឬក៏ពីណាគេម្នាក់ដែលរាយការណ៍រឿងហ្នឹងអញ្ចឹងអត់គួរបានបែកគ្នាអត្តសញ្ញាណទេអញ្ចឹងណាយើងអាច report ដោយភាពជឿជាក់អរគុណខ្ញុំនេះយើងនិយាយពីការតម្រូវឲ្យមានការឈប់សម្រាកក្នុងច្បាប់ការងារតែដែលអ្វីដែលបរិបទយើងនិយាយវាច្រើនជាវិស័យក្នុងប្រព័ន្ធចុះសម្រាប់វាគ្មិនមានជាយោបល់អីទេសម្រាប់ការងារលើវិស័យក្រៅប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសអ្នកដែលគាត់ធ្វើការនៅក្រៅប្រព័ន្ធហ្នឹងតើអាហ្នឹងយើងអាចធ្វើឲ្យវាអនុវត្តបានយ៉ាងម៉េចទៅក្នុងសម្រាប់ពួកគាត់ណាបាទចាអរគុណច្រើនបងចំពោះសំណួរនៅពេលដែលខ្ញុំធ្វើលើរឿងហ្នឹងក៏ខ្ញុំគាត់ពីពួកគាត់ដូចគ្នាដែរដោយសារតែបាទអ្នកនៅក្នុងប្រព័ន្ធគាត់មានរបៀបថាមានច្បាប់ការពារគាត់មានពេលឈប់សម្រាកអីធំធៅបានទៅគាត់ប៉ុន្តែសម្រាប់អ្នករកស៊ីអីខ្លួនឯងនៅខាងក្រៅពួកគាត់គឺអ្វីគ្រប់យ៉ាងគឺនៅលើគាត់ខ្លួនឯងទាំងអស់ហើយភាគច្រើនគាត់ប្រឈមខ្លាំងជាងគេដែរដោយសារតែគាត់អត់មានចង្កាគាត់លក់នៅតាមដងផ្លូវអីចឹងគាត់អត់មានកន្លែងជ្រកភ្លៀងជ្រកកម្ដៅថ្ងៃអីធំធៅទេមួយវិធីដែលខ្ញុំឃើញហ្នឹងគឺពាក់ព័ន្ធជាមួយនឹងប្រគុណអនាម័យចឹងអាហារនៅប្រទេសយើងអត់ទាន់សូវមានប្រគុណអនាម័យសាធារណៈ
ច្រើនកន្លែងដើម្បីឲ្យពួកគាត់ដែលជាស្ត្រីដែលគាត់ធ្វើការនៅក្នុងការងារក្រៅប្រព័ន្ធហ្នឹងគាត់អាចប្រើប្រាស់បានទេហើយមួយវិញទៀតហ្នឹងខ្ញុំគិតថានៅពេលដែលបើសិនជាមានការអនុវត្តច្បាប់ហ្នឹងក៏ជាមានការផាកពិន័យហ្នឹងដូចបាននិយាយខាងដើមចឹងថាយើងនឹងយកថវិកាដែលយើងទទួលបានពីការផាកពិន័យក្រុមហ៊ុនមួយចំនួននៅកន្លងដំណាក់កាលមួយដែលយើងចង់ជំរុញបន្ថែមឲ្យវាមានប្រសិទ្ធភាពហ្នឹងយកមកកែលម្អហេដ្ឋារចនាសម្ព័ន្ធការទទួលបានប្រើប្រាស់ទឹកស្អាតនិងអនាម័យនេះក៏ជាផ្នែកមួយក្នុងការគាំពៀពួកគាត់ដែលអត់នៅក្នុងប្រព័ន្ធដែរតែហ្នឹងវាជាលក្ខណៈដោយប្រយោជន៍ប៉ុន្តែខ្ញុំគិតថានៅក្នុងរយៈពេលយូរអង្វែងនឹងអាចជួយពួកគាត់ដែរសុខុមាលភាពពួកគាត់ដូចគ្នាដែរហើយខ្ញុំក៏មានcommentary ទី2មួយទៀតដែលនិយាយអំពីការដាក់បញ្ចូលការឈប់សម្រាកហ្នឹងទៅលើspecifically ហ្នឹងនៅលើស្ត្រីដែលគាត់ជាកម្មការនីហុងចាក់ហើយមួយវិញទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធអនាម័យហ្នឹងតែម្ដងដោយសារតែមានថ្មីហ្នឹងមានការ debate ជាច្រើនជាមួយនឹងរិះគន់រឿងប្រព័ន្ធអនាម័យនៅតាមហុងចាក់ហ្នឹងក៏ខ្វក់ជាខ្លាំងហើយអត់មានអ្នកអនាម័យមានត្រឹមត្រូវហើយយើងដឹងហើយនៅហុងចាក់មួយមានស្ត្រីកម្មកររហូតដល់ទៅរាប់រយរាប់ពាន់នាក់ហើយប្រគុណប្រហែលជាមានអត់គ្រប់ស្តង់ដារទៀតមានបន្ទប់ទឹកស្រីមានតែ3 4 5បន្ទប់ទឹកហ្នឹងហើយមានកម្មករជាច្រើនដែលគាត់អត់ហ៊ានផឹកទឹកទេដោយសារគាត់ខ្លាចទៅបន្ទប់ទឹកហើយត្រូវបានមេការហ្នឹងស្ដីឲ្យគាត់អញ្ចឹងហ៎ជុំវាមានបញ្ហាច្រើនទៅតាមតែអាហ្នឹងនៅក្នុង commentary ទី2របស់ខ្ញុំបន្ទាប់ទៀតខ្ញុំ link គ្នាមួយអាហ្នឹងដែរចា៎ខ្ញុំអាចសួរបន្ថែមបន្តិចដោយសារតែយើងស្នើ1ម៉ោងសម្រាប់ដាក់ក្នុងច្បាប់ការងារពេលសម្រាប់ហ្នឹងណាប៉ុន្តែអីដែលខ្ញុំដឹងកន្លងមកអាចខុសអាចជួយកែតម្រូវខ្ញុំព្រោះស្ថានភាពសុខភាពស្ត្រីពីម្នាក់ទៅម្នាក់ដូចអត់ដូចគ្នាឯងចឹងអាចប៉ះពាល់ដល់ការផលប៉ះពាល់ទៅលើការមានរដូវរបស់គាត់ដែរដូចថាអ្នកខ្លះពេលមានរដូវគាត់អាចឈឺខ្លាំងជាងគាត់ធ្វើទុកខ្លាំងជាងអ្នកផ្សេងអញ្ចឹងតើជាគំនិតយើងបន្ទាប់ទៅថ្ងៃអនាគតតើ1ម៉ោងហ្នឹងយើងតឹងត្រឹម1ម៉ោងហ្នឹងមកឬក៏យើងអាចកែតម្រូវឬក៏អាចបត់បែនតាមស្ថានភាពនយោជកម្នាក់ជាស្ត្រីហ្នឹងបាទចាបងអរគុណបងសម្រាប់ចំណុចមួយហ្នឹងក៏នៅតែជារបៀបហាជានៅ debate ឡើយអញ្ចឹងណាដោយសារតែរឿងប្រធានបទហ្នឹងវាជារឿងថ្មីមួយហើយយើងអត់ដឹងថាតើមាននយោជិតឬក៏នយោជកប្រមាណអ្នកដែលគាត់គិតបែបណាចំពោះគោលនយោបាយហ្នឹងបើសិនជាអនុម័តអញ្ចឹងខ្ញុំគិតថាមុនពេលដែលរដ្ឋឬក៏ក្រសួងធ្វើការអនុម័តច្បាប់មួយគួរតែសុំមតិយោបល់ដូចជាចោះធ្វើ survey ទៅតាមក្រុមហ៊ុនជាពិសេសស្ត្រីឲ្យបានច្រើនដើម្បីស្វែងយល់ពីចំណុចដែលគាត់ត្រូវការហើយចំណុចអីគេដែលគាត់មិនសូវត្រូវការយើងអាចផ្លាស់ប្ដូរទៅតាមបត់បែនទៅតាមនឹងទៀតមិនអាចថា strict តាម1ម៉ោងទេដោយសារតែនឹងឲ្យដូចបងនិយាយចឹងថាសុខភាពរបស់ស្ត្រីម្នាក់គឺមានលក្ខណៈខុសៗគ្នាអ្នកខ្លះដាក់ថ្នាំមិនក៏នៅតែឈឺចុកចាប់ដដែលអ្នកខ្លះទៀតអាចឈឺខ្លាំងណាស់ដល់ស្លាប់អីចឹងទៅហើយអ្នកខ្លះទៀតការមកដល់របស់គាត់យូរលើសពី3ឡើងដល់5 6 7ថ្ងៃជួនកាល10ថ្ងៃជាងក៏មានដែរបើតាមខ្ញុំធ្លាប់ឮដែលថាគាត់ធ្លាប់ប្រាប់ខ្ញុំអញ្ចឹងស្ត្រីជាច្រើនហ្នឹងគាត់មានបញ្ហាជាច្រើនហើយនៅពេលដែលវិធានបទហ្នឹងផុសនៅលើ social media ក៏មានមិត្តភ័ក្ដិខ្ញុំខ្លះតាមអនឡាញគាត់សួរដែរថាហេតុអីក៏មិនដាក់ឲ្យគាត់សម្រាប់5ទៅ7ម៉ោងហ្មងទៅ1ម៉ោងតិចពេកអញ្ចឹងណាប៉ុន្តែហ្នឹងហើយអាហ្នឹងយើងនៅភាសាគ្នាបន្តទៀតប៉ុន្តែខ្ញុំគិតថាបើសិនជា start ពី1ម៉ោងទៅវាអាចថាជាបើកទំព័រថ្មីមួយដែលយើងអាចទទួលយកបានទាំងអស់គ្នាគាត់ថានយោចិត្តដែលជានយោជកដែលជាក្រុមហ៊ុនហ្នឹងគឺគាត់អាចជួយសម្រួលកន្លែងហ្នឹងបានហើយក៏វាជាការសម្រួលទៅដល់ស្ត្រីផងដែរសូមសួរថាដាក់ឲ្យឈប់1ម៉ោងហ្នឹងពីមុនធ្វើការក៏ក្រោយពេលធ្វើការមើលក៏មិនដែរបងចង់ដឹងកន្លែងនិយាយទៅ1ម៉ោងហ្នឹងគឺក្នុងកន្លងពេលដែលគាត់ធ្វើការប៉ុន្តែនឹងត្រូវបែងចែកឲ្យច្បាស់ពីច្បាប់ឈប់សម្រាកផ្សេងទៀតដូចជាយើងឈប់សម្រាកម៉ោងបាយអីដូចក្រុមហ៊ុនខ្លះឲ្យកន្លះម៉ោង1ម៉ោងអីចឹងទៅប៉ុន្តែហ្នឹងហើយក្រុមហ៊ុនផ្សេងទៀតហ្នឹងគាត់លក្ខណៈថាបើសិនជាតកែគាត់របៀបថា self conscious គាត់មានការទំនួលខុសត្រូវគាត់យល់ដឹងពីថាស្ត្រីគាត់មានជួបផលលំបាកអីគេខ្លះហ្នឹងគឺគាត់
មានជួយហៅគាត់ voluntary ហ្នឹងគាត់ set rule ហ្នឹងឲ្យស្រាប់ថាអូខេអត់ strict ជាមួយគាត់អត់មានការទាមទារกระดาษពេទ្យឬក៏អត់ទាមទារអីសួរច្រើនឯបើសិនជាមានការបន្ទាន់គាត់ចែកដនអី on period ភ្លាមៗគាត់អាចឈប់បាន